កាយអូនឆាប់សម្រាប់តែនេះអូនហត់ពេញមួយថ្ងៃហើយណាបងវឌ្ឍនាខ្ញុំគេងមិនលត់ទេខ្ញុំបារម្ភពីឆោតតាមហើយមិនដឹងថាពេលនេះគេនៅកន្លែងណាទេហើយប៉ានឹងលោកគេវាយចេញទៅរកមិនដឹងថាឃើញឬក៏អត់ទៀតតែក៏ត្រូវគិតគូរពីសុខភាពខ្លួនឯងដែររឿងឆោតតាមគឺមានតែចាំដំណឹងពីខាងលោកប៉ានិងលោកខេវ៉ាសិនទើបយើងអាចដោះស្រាយបន្តបានកាយបងសប្បាយចិត្តណាស់ហើយបងក៏អស់កង្វល់ព្រោះពេលនេះអូនជាកូនកំមុំរបស់បងហើយថ្ងៃនេះអូនពិតជាស្អាតណាស់បងវឌ្ឍនាចឹងបងក៏សម្រាប់ដែរទេប៉ុន្តែកន្លែងបងយល់ពីអារម្មណ៍របស់អូនច្បាស់តែអូនក៏មិនអារម្មណ៍អីដល់រាប់ណាអូននៅស្ទាក់ស្ទើរទទួលយកមិនទាន់បានទេបងមិនប្រាសិទ្ធជាស្វាមីបង្ខិតបង្ខំអូននោះឡើយបងរងចាំការសម្រេចចិត្តរបស់អូនទោះជួបបណ្ណាក៏ដោយបងវឌ្ឍនាឲ្យខ្ញុំសុំទោសផងចុះម៉ាក់នៅលេងសុកហើយណាកូនឆោតតាមក៏បានប៉ាកូននឹងក្មួយខេវ៉ាទៅតាមរកក៏មិនឃើញមកវិញតាក់តងក៏មិនបានគិតបែបណាបន្តទៅម៉ាក់តឹងទ្រូងខ្លាំងណាស់យើងរីកាទៅពលិឲ្យជួយធ្វើការអន្តរាគមន៍តែហើយខ្ញុំនឹងវឌ្ឍនាចេញទៅរកអូនឆោតតាមលោកប៉ានិងលោកខេវ៉ាពេលនេះម៉ាក់ស្ងប់ចិត្តបន្តិចតែទុកឲ្យខ្ញុំនៅខាងសមត្ថកិច្ចទៅរកពួកគាត់វិញបងកំពុងតែមានរបួសផងម្យ៉ាងបើអ្នកផ្ទះយើងចេញទៅក្រៅអស់នោះខ្ញុំខ្លាចមានមនុស្សអាក្រក់វាត្រឡប់មកធ្វើអីអ្នកផ្ទះយើងទៀតណាបើអញ្ចឹងក៏ប្រញាប់ទៅធ្វើទៅកូនម៉ាក់ពិបាកចិត្តស្ទើរស្លាប់ទៅហើយលោកស្រីអ្នកប្រុសនាំគ្នាទៅមើលនោះមិនដឹងថាជាស្អីគេទេវាស្អីឯងទៅនឹងធឺនយើងប្រាប់ហើយថាកំណប់ការដែលស្វិតស្រពូនប្រមូលចោលឲ្យអស់ទៅព្រោះគ្មានត្រូវការតាំងទុកស្អីទៀតនោះទេទៅមើលសិនទៅលោកស្រីអ្នកប្រុសវាចម្លែកពិតមែនណាលឿនទេហានេះជាក្របបន្ទប់ផ្ទុះជាប្រភេទក្របបែកដែលបញ្ជាដោយតេឡេនតាហើយនេះក៏បានន័យថាអាម្នាក់នោះជប់មិញវាមិនដាក់ក្របបែកមែនទេចំជាថ្លាមធំមែនយប់មិញនេះមានគេប៉ុនប៉ងចង់ស្លាប់យើងអញ្ចឹងហ៎តើតាណាទៅឆ្លៀតឱកាសចូលមកបង្កប់អាវុធជាតិផ្ទុះទាំងអស់នៃបាននោះព្រះអើយនេះជាក្របបែកមែនទេប៉ុន្តែហេតុអីក៏គ្រប់គ្នានៅក្នុងពិធីគ្មានគ្រោះថ្នាក់ដល់នរណាម្នាក់អីបន្តិចបែបនេះមិនគ្រោះថ្នាក់ដោយសារតែជនអាក្រក់ម្នាក់នោះហើយដែលជួយពួកយើងនោះមិនអញ្ចឹងទេច្បាស់ជាស្លាប់ទាំងអស់គ្នាមិនខាននោះទេក្មួយកែនិយាយថាម៉េចតាក្មួយនឹងកូនខេវ៉ាទៅតាមរកឆោតតាមមិនត្រឡប់មកវិញហើយខលកលែងចូលមែនទេយប់មិញនេះពេលចប់កម្មវិធីមិញត្រឡប់មកផ្ទះស្មានតាកូនគេនៅសម្រាប់ផ្ទះក្មួយតានេះមិនបានប្តឹងប៉ូលីសឲ្យនៅក្មួយចាប្តឹងរួចហើយណាមិញពេលនេះខាងប៉ូលីសនឹងបងវឌ្ឍនាកំពុងតែចេញទៅរកពួកគាត់ហើយប៉ុន្តែក្មួយបារម្ភខ្លាំងណាស់បើអញ្ចឹងមិញតាក់ទងទៅកូនខេវ៉ាសិនណាក្មួយហើយឆោតតាមបាត់ខ្លួនលោកវងទៅរកជាមួយកូនខេវ៉ានេះច្បាស់ណាស់ថាខេវ៉ានិងលោកស្រីគេមិនបានទេយើងត្រូវតែធ្វើអ្វីម្យ៉ាងភ័ណ្ឌមើលទៅអូនដូចជាផ្ទះសាមលេះមានរឿងអីហើយក៏ត្រង់តាណាទៅចាគេលើថាយប់មិញផ្ទះអ្នកស្រីរស្មីមានរឿងចឹងគាត់ថាទៅសួរនាំឲ្យច្បាស់បន្តិចអូនមិនបាច់បារម្ភទេផ្ទះគេនោះមានគ្នាច្រើនណាស់ហើយប៉ូលីសគេចេះធ្វើការហើយអូនកំពុងតែឈឺផងបងមិនចង់ឲ្យអូនចេញក្រៅនោះទេមិនអីទេចឹងខ្ញុំសុំទៅសិនហើយនេះពួកឯងនេះបានន័យថាមិនទៅលោកស្រីអាពីអ្នកនេះបងយកមកជាអង្គរៈការពីអូនខ្លាចមានគ្រោះថ្នាក់ដោយសារជនអាខ្មៅនោះព្រោះថ្មីនេះឃើញដើររាតត្បាតដូចជាពពួកបាក់តេរីមើលដោយផ្នែកតាទេមិនឃើញទេយើងត្រូវតែការពីណាពួកឯងមើលលោកស្រីឲ្យបានលោះបើគ្មានបញ្ជាពីយើងទេហាមកចេញតាណាចដាច់ខាតឮទេបាទលោកម្ចាស់លោកស្រីសុំទោសផងសូមអញ្ជើញអត់ទេឲ្យខ្ញុំចេញទេលោកស្រីឆាប់បើកទ្វារឲ្យខ្ញុំចេញទេបើកទ្វារក្រឡេកមកមើលលោកវងអានេះវិញក្នុងស្ថានភាពរបួសធ្ងន់ស្ថិតក្នុងផ្ទះដាច់ស្រយាលមួយកន្លែងដែលគ្មានអ្នកណាស្គាល់នេះជាកន្លែងណាតែយើងមកបានដោយរបៀបណានេះជាស្អីយើងជាប់ចំណោះលែងជើងអ្នកណាមកធ្វើបែបនេះពួកឯងជាអ្នកណាទៅចូលទៅស្អីចឹងដែរនៅចាំងប់ជាមួយឪនឹងឯងនឹងហើយចូលទៅលោកប៉ានេះពួកវាចាប់លោកប៉ាមកដែរមែនទេលោកប៉ាកូនឆោតាមពិតកូននៅទីនេះទេ
កូនមានកាត់អីដែរទេពួកវាមានបានធ្វើអីដាក់កូនឯងឬអត់ពួកឯងជាណាឆាប់ដល់លេងយើងនឹងកូនចឹងទៅចាប់ឪពុកកូនចឹងមកធ្វើអីទៅ លោកប៉ាមិនក៏ប៉ាមានរបបពេញខ្លួនបែបនេះពួកវាធ្វើបាបប៉ាមែនទេហេតុអីក៏ប៉ាធ្លាក់ក្នុងកណ្ដាប់ដៃរបស់មនុស្សពីរទាំងអស់នេះ មែនហើយកូនពេលបាត់កូនប៉ានឹងខេវ៉ាបានចេញមករកប៉ុន្តែខេវ៉ាគេហាឯងសួស្ដីលោកតាកែធំ មើលទៅលោកតាកែសុខសប្បាយណាស់ច្រើនឆ្នាំមកនេះឯងជាណាចាប់យើងមកព្រោះតែស្អីបើយើងជាសត្រូវធំជាកូនដៅរបស់ឯងហើយនោះឯងលាក់មកធ្វើស្អីតែសម្លេងនេះយើងដូចជាធ្លាប់លើមែនហើយបើយើងស្មានមិនខុសទេគឺអារិយស័យគឺជាឯងប្រកបណាស់ អស់ចាណាស់ខួរក្បាលលោកតកែនៅចងចាំកូនបាបើអញ្ចឹងឯងច្បាស់จะចាំបានថាភាពមានបានសម្បូរសប្បាយដែលធ្វើឲ្យជីវិតរបស់ឯងខ្លាចជាកំពូលមហាសេដ្ឋីដល់សពថ្ងៃនេះបានមកពីកម្លាំងញើសឈាមរបស់អ្នកណាហើយមែនទេ លោកប៉ាតាវិញនេះគឺជាណាតេងឬមកក៏ជាមេខ្លាំងរបស់ពួកសង្គមងងឹតថោកទាមដែលយាយគ្រួសាររបស់យើងរហូតមកនោះមែនទេតាប៉ាទៅស្គាល់វាបានយ៉ាងម៉េចទេ បាត់មុននេះទៅនេះក្មេងម្សិលមួយថ្ងៃក្មេងមិនតន់ជ្រុះប្រឡ័យពីលើក្បាលដូចជានាងនេះគ្មាននឹងខ្ចោលស្អីនោះទេយើងមនុស្សពេលក៏មិនថោកទាបដូចជាឪនាងឯងអ្នកថ្លៃថ្នូរដែលខ្លាំងខ្លាយនេះដែរ យើងស្មានថាយើងមានសត្រូវមកពីណាតាមពិតគឺអាមនុស្សមិនស្គាល់ប្រមាណមិត្តឬមិត្តរបស់អាធិមសោះចិត្តចូលរណ្ដៅហើយឯងមិនតន់ជប់អ្វីទៀតមែនទេបាត់មកចង្រៃអត់តបាតរបស់ឯងទៅឯងល្អជាងយើងកម្រិតណាទៅអាកំសាក់ញីលាក់ក្បាលដូចជាសត្វដណ្ដើចាំតោងទៀមដូចឆ្លើងពួនផ្លុំតាជីអាធិមរហូតឲ្យវាលែងឃើញពីតម្លៃរបស់យើងស្ដាប់តាមឯងគ្រប់យ៉ាង លោកប៉ាតាវិញនេះកំពុងតែសម្លឹកលោកប៉ាពីរឿងអីទេកូនមិនយល់សោះ យើងប្រាប់ថៃបាត់មកការងាររលើកមានពលិកម្មរបស់យើងស្ទើរតែបាត់បង់ជីវិតតែចុងក្រោយអ្នកដែលច្បាមយកផលប្រយោជន៍មកធ្វើជាភាពមានបាននោះគឺអាចកម្រួលឯងនឹងហើយមិនតែប៉ុណ្ណោះឯងបង្កប់ពីបណ្ដឹងទុកនៅតុលាការធ្វើឲ្យឈ្មោះយើងជាប់ក្នុងបញ្ជីខ្មៅត្រូវរស់លាក់មុខលាក់នាមត្រកូលមកដល់សប្តាហ៍នេះឯងឬក៏យើងជាមនុស្សស្មុគគ្រប់នោះឯងថាតែមើល តែយើងថាវាសមមុខបំផុតហើយដែលមនុស្សប្រភេទឯងត្រូវខ្លាចជាអញ្ចឹងនោះយើងមិនបានព្រមទៅជាតិណាទេបើគ្មានយើងអាធិមក៏វានៅតែស្គាល់ឯងច្បាស់ជាងថ្ងៃរះទៅទៀតថាវាមានមិត្តជញ្ជូតជាមិត្តនំជននរកដូចជាឯងនេះអាចចង្រៃបើមិនឃើញក្តាមមឈូសមិនសក់ទៅផ្នែកមែនទេងាប់ទៅអស់ងាប់ទៅអាស្អីឯងដល់ចឹងអារំបាំងទៅមកទៅកូនឆាប់វាយទៅមកស្ដាប់យើងមកអាស្អីប៉ារបស់យើងទៅកូនឆោតាកូន លោកប៉ាបានហើយឆាប់វាយគាត់ទៅឆាប់វាយគាត់ទៅ អាវងយើងនៅមិនតន់ចង់ឯងងប់ងាយចឹងនេះទេយើងត្រូវឲ្យឯងឈឺចាប់ម្ដងបន្តិចរហូតដល់ឯងយល់ពាក្យថារស់ក៏មិនគប់ងាប់ក៏មិនគួរ លោកប៉ាយ៉ាងមិនទៅហើយប៉ាក៏អាចឈ្គួនឯងនឹងធ្លាក់នរកមិនខានទេលោកប៉ា លោកវឌ្ឍនាយើងទៅវិញសិនតើរឿងធំបែបនេះយើងមិនអាចធ្វើការសម្រុកយកលទ្ធផលភ្លាមបានទេយ៉ាងណាខាងយើងនឹងស៊ើបអង្កេតឲ្យបានមកចាត់លើរឿងនេះតម្រៃអីបន្តិចក៏គ្មានយើងទៅផ្ទះលោកសីសាភ័ណ្ឌគិតថាក្រែងគាត់តាក់ទងទៅលោកខេវ៉ាបានខ្លះប៉ុន្តែបែរជាអ្នកបម្រើគាត់ថាគាត់មិនណែឬក៏គាត់ចេញទៅរកលោកខេវ៉ាដែរកុំតែសាពេកអីលោកបើក្រុមការងារយើងបានដំណឹងអ្វីនោះខាងយើងនឹងឲ្យដំណឹងទៅលោកភ្លាមណាស់ បងរាយូនេះជាទឹកថ្នាំសម្រាប់មេរោគនិងបងរំរបួសរបស់បងហើយបងផ្លាប់បដោប្រជិញទេហើយចាំខ្ញុំទៅរកបងធឿនម្នាក់ទៀតមកជួយឈប់សិនកាយមិនបាច់ហៅបងធឿនទេបងថាមានអូនម្នាក់ក៏អាចជួយបងបានហើយតែខ្ញុំមិនស្ទាត់នឹងការងារអីអស់នេះទេចាំខ្ញុំទៅរកគាត់ម្នាក់ទៀតបងដឹងថាអូនមិនដែលបារម្ភពីបងទេបងគ្រាន់តែចង់និយាយរឿងខ្លះក្នុងចិត្តរបស់បងប្រាប់ដល់អូនបងត្រូវការឲ្យអូនស្ដាប់ឲ្យចប់ណា ខ្ញុំចាំស្ដាប់ហើយបងនិយាយទៅថាជារឿងអ្វីនោះអូនដឹងទេថាពេលដែលបងឃើញអូនឆោតនៅចំពោះមុខវឌ្ឍនាក្នុងឈុតកូនក្រមុំនោះដឹងថាបងជឿចាប់ដែរទេកូនប្រុសមិនសមសក់ទឹកភ្នែកតែបងជាមនុស្សណាចេះស្រឡាញ់ចេះឈឺចាប់អូនចូលចិត្តបងដែរទេអូនឆ្លៃទៅខ្ញុំយល់តែពេលនេះខ្ញុំរៀបការរួចហើយខ្ញុំក៏កំពុងតែមានកូនរបស់បងវឌ្ឍនាទៀតបើសិនជាអាចនោះបងបញ្ឈប់អារម្មណ៍មិនគប់បីទាំងនេះចោលអស់ទេខ្ញុំស្រឡាញ់បងវឌ្ឍនាខ្ញុំមិនបានគិតអីលើបងនោះទេ មិនប៉ះអូនមិនទាន់មានអីជាមួយវឌ្ឍនាទេ
ហើយកាយក៏គ្មានកូនអីនោះដែរ ប៉ុណ្ណឹងបានហើយបងធ្វើខ្ញុំចឹងទេខ្ញុំបែបណាក៏ដោយចុះបងគ្មានសិទ្ធអីទៀតទេ បងថាពេលនេះមិនទាន់ហូបពេលទេបើបងធ្វើឲ្យអូនខ្លាចជារបស់បងនោះបងមិនព្រមឲ្យអូនខ្លាចជាប្រពន្ធណាទេព្រោះកាយតែម្នាក់ជាមនុស្សដែលបងស្រឡាញ់កាយ បងចង់ធ្វើអីទេបងធ្វើទេកុំចាំមកមិនចេះទេបងរយុជួយផងបងធឿនចាំមកបងរយុមកឈួតហើយ បងសំទោសផងកាយបើមិនប្រើវិធីនេះបងគ្មានថ្ងៃបានអូនទេកាយបងស្រឡាញ់អូនណាស់ អត់ទេលេងខ្ញុំបងរយុលេងខ្ញុំជួយផងជួយខ្ញុំផងលេងខ្ញុំទៅបងរយុលេងខ្ញុំ ថោកទេលេប្រពន្ធខ្ញុំភ្លាម បងវឌ្ឍនាជួយខ្ញុំផងបងរយុបងខំខ្ញុំ វឌ្ឍនាឯងគ្រាន់បើណាបងគ្មានសិទ្ធិច្បាស់ពណ៌ប្រពន្ធខ្ញុំទេអាវឌ្ឍនាឯងគ្រាន់បើប៉ុណ្ណាទេ ឈប់ទេឈប់អីគ្នាទេទាំងពីរនាក់មិនលឿនអីទេផឹកថាអីឈប់ទេបងវឌ្ឍនាបងរយុ បងដឹងថានាងជាប្រពន្ធខ្ញុំហើយមិនក៏ធ្វើបែបនេះទៀតលែងចឹងអើយវឌ្ឍនាបងរយុកំភ្លើងនេះបងព្រមធ្វើស្អីទេអញកុំណា អាវឌ្ឍនាឯងមិនខំចឹងទេមនុស្សស្អីតែម្នាក់ដែលឯងដឹងថាយើងស្រឡាញ់ប៉ុណ្ណាតែឯងនៅតែមិនព្រមលែបងដើម្បីយើងនេះមែនទេជាបងប្អូនចឹងនោះតែប្រពន្ធខ្ញុំមិនបានស្រឡាញ់បងទេបងនៅតែថោកទាបធ្វើបែបនេះបានសតិល្អរបស់បងនោះវាហ៊ានហៅតាណាអស់ហើយមែនទេអាវឌ្ឍនា អូយស្អីគេនឹងលោកស្រីសម្រាប់ផ្ទះមិញនេះចេញមកពីលើផ្ទាំងតិចក្របបែកទៀតទៅលោកស្រី នេះជាសម្លេងកំភ្លឹងនាងធឿននៅលើផ្ទះមានរឿងអីទៅឆាប់តែមើលឲ្យលឿន បងវឌ្ឍនាដឹងខ្លួនមកអត់ទេបងរយុហេតុអីក៏បងធ្វើបែបនេះបងវឌ្ឍនា កាយមិនមែនបងទេបងគ្មានចេតនាធ្វើទេអត់ទេខ្ញុំមិនបានធ្វើទេ ហើយតើនេះមានរឿងស្អីទៅហាវឌ្ឍនាកូនវឌ្ឍនាឈាមហេតុអីជារឿងស្អីទៅមិនក៏ទៅជាអញ្ចឹងកូនវឌ្ឍនាអត់ទេកូនយើង អ្នកម៉ាបងរយុមិនបងវឌ្ឍនាលោកស្រីឆាប់យកគាត់ទៅមន្ទីរពេទ្យទេឡានពេទ្យពួកលោកបើកទ្វារឲ្យខ្ញុំទៅខ្ញុំយកអាហារឲ្យលោកស្រីទេ អត់មិនទេចាំខ្ញុំជំនះយកទៅឲ្យគាត់នាងឆាប់ទៅវិញទៅនាងក៏ធាត់ទៅប៉ុន្តែខ្ញុំទៅតែបាត់ឆ្នាំមកពីមន្ទីរពេទ្យចង់យកមកឲ្យគាត់ឲ្យខ្ញុំចូលទៅមួយផ្លែតទៅណា ថាស្អីក៏ដោយឲ្យតែយើងមកយ៉ាងម៉េចចង់ឲ្យលោកម្ចាស់ដេញក្បាលចេញមែនទេ អូយអត់ទេខ្ញុំទៅវិញក៏បានហើយពួកអាចចង្រៃអស់នេះมันព្រមធ្លាក់ពីលើខ្នើយបាក់កងាប់ឲ្យអស់ទេហើយលោកស្រីរបស់ខ្ញុំមើលហើយចា យើងគួរធ្វើបែបណាទៅខេវ៉ាហេតុអីក៏កូនធ្វើបែបនេះទៅបានចុះបបលីគេស៊ើបដឹងហើយកូនត្រូវចាប់ខ្លួនពីបទមនុស្សឃាតទោះមានទម្ងន់ធ្ងន់រងឲ្យម៉ែរកបែបណាទៅម៉ែត្រូវជួបការប្រត់ប្រាំងជាលើកទី2មែនទេកូនមិនគិតដល់លទ្ធផលចុងក្រោយខ្លះទេកូនស្មានថាសងសឹកគេហើយគេបដិឲ្យកូនរស់នៅមានសេរីភាពក្រៅច្បាប់មែនទេកូនបំផ្លាញខ្លួនឯងបែបនេះធ្វើអីទៅជីវិតចិត្តនេះរបស់យើងត្រូវស្គាល់តែភាពប្រត់ប្រាំងស្គាល់តែទឹកភ្នែករហូតដល់ថ្ងៃស្លាប់មែនទេ
គ្រូពេទ្យចេញមកហើយអ្នកគ្រូពេទ្យតាកូនរបស់ខ្ញុំគេយ៉ាងម៉េចទៅហើយ ខាងយើងឲ្យចម្លើយមិនទាន់បានទេតែបាត់តែថាពេលនេះវះកាត់យកក្របចេញរួចរាល់ពិតមែនប៉ុន្តែអាការៈអ្នកជំងឺហាក់ធ្ងន់ធ្ងរណាស់លោកស្រីអាចត្រៀមចិត្តខ្លះផងទេ ឲ្យខ្ញុំត្រៀមចិត្តមែនទេអត់ទេជួយកូនខ្ញុំផងខ្ញុំសុំវល់កុំថាឲ្យមាសប្រាក់នោះទោះបីជាត្រូវលះបង់ចំណែកណាមួយក្នុងខ្លួនរបស់ខ្ញុំដើម្បីជួយសង្គ្រោះកូនខ្ញុំក៏ខ្ញុំព្រមដែរជួយកូនខ្ញុំផងជួយកូនខ្ញុំផងណាអ្នកគ្រូ ខាងយើងព្យាយាមអស់ពីលទ្ធភាពស្រាប់ហើយណាលោកស្រីគ្មានពេទ្យណាចង់ឃើញអ្នកជំងឺរបស់ខ្លួនត្រូវបាត់បង់ជីវិតនោះទេចឹងខ្ញុំសុំទៅសិនហើយណែម៉ាក់ស្ងប់ចិត្តបន្តិចទៅបងវឌ្ឍនាច្បាស់ជាឆ្លងផុតពីគ្រោះថ្នាក់មិនខានទេ ទាំងអស់នេះគឺមកពីនាងជាមនុស្សចង្រៃគ្រូសាយើងមកត្រូវវិនិច្ឆ័យហិនហើយចាប់ពីមាននាងមកនៅក្នុងផ្ទះយើងនឹងសម្លាប់ឯងចោលឯងស្លាប់ទៅទៅព្រោះតែឯងខ្ញុំកូនយើងទាំងពីរទៅជាបែបនេះអីណាម៉ាឯងស្លាប់ទៅកុំឲ្យយើងឃើញមុខឯងទៀតឯងងាប់ទៅ ឈប់ទៅលោកស្រីឈប់បាយអ្នកនាងទៅលោកស្រីប្លីមកទីនេះ សុំតោបាទយើងជាភ្នាក់ងារស៊ើបអង្កេតជាន់ខ្ពស់មកទីនេះដើម្បីធ្វើការខុសខ្លួនអ្នកនាងកាយវិការតែធ្វើការសួរនាំបំភ្លឺក្នុងករណីគ្រោះថ្នាក់ធ្ងន់ធ្ងររបស់លោកវឌ្ឍនាសកលអ្នកនាងសហការផងណាសូមចេញ នេះខ្ញុំត្រូវខាត់ខ្លួនមិនដល់អសន្នមែនទេម៉ាបងធឿន យកវាទៅដាក់គុកទៅវានាំគ្រោះចង្រៃវានាំអត់ត្បាននាំវាចាញ់ទៅមីកូនម៉ាហ្វីចង្រៃតាំងពីឪពុករហូតដល់កូនយកវាចាញ់ទៅម៉ា អ្នកនាងតូចអ្នកនាងរបស់ខ្ញុំ អ្នកនាងខាងយើងចង់ប្រាប់អ្នកនាងថាមិនអាចឲ្យជប់គាត់លើសពី15នាទីបានទេ ចាលោកខ្ញុំយល់ហើយ លោកប៉ូលីសឲ្យខ្ញុំចេញទៅខ្ញុំគ្មានចេតនាធ្វើទេខ្ញុំមិនអាចនៅកន្លែងបែបនេះបានទេលេខខ្ញុំទៅឈប់សិនលោកប៉ូលីស យងខ្ញុំមិននឹកស្មានថាលោកមកបាំងដល់ម្លឹងនោះទេតាំងពីខ្ញុំស្រឡាញ់លោកមកខ្ញុំមិនដែលរីករាយប៉ុន្តែផ្ទុយទៅវិញលោកទៅធ្វើរឿងដែលខ្ញុំនឹកស្មានមិនដាល់ធ្វើឲ្យក្តីសង្ឃឹមរបស់ខ្ញុំនឹងកូនកាន់តែស្វិតសពន់ទៅថែមទៀត លីនាងជួយខ្ញុំផងធ្វើយ៉ាងណារត់ការខ្ញុំនៅក្រៅខំតែខ្ញុំសន្យានឹងនាងថាថ្ងៃក្រោយខ្ញុំនឹងកែខ្លួនធ្វើជាប្តីល្អឪពុកល្អឲ្យតតែបាននាងជួយខ្ញុំផងណា លោកសន្យាថាកែខ្លួនក្នុងសភាពបែបនេះមែនទេចុះបើវឌ្ឍនាគេបាត់បង់ជីវិតវិញនោះលោកមានឱកាសដែរទេមនុស្សតែម្នាក់ដែលអាចជួយលោកចេញពីទីនេះបាននោះគឺវឌ្ឍនាប្អូនលោកសំណាងល្អតែចឹងខ្ញុំលាសិនហើយ អត់ទេលីនាងកុំតែចោលខ្ញុំនាងត្រូវតែជួយខ្ញុំចេញពីទីនេះលីហើយចង់ដៃយកហើយហេតុអីក៏ទៅចេញចឹកបានមានអីមែនទេពូកំពុងតែនិយាយពីអ្នកណាតែខេពេលនេះសាប្អូនរបស់ឯងដែលចុះកម្មសិក្សានោះគេមកវិញហើយតែបែរជាជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរនៅកណ្ដាលផ្លូវគេផ្ញើសារពូចាប់ទៅវិញពេលនេះមិនអញ្ចឹងតែពូចុះរឿងលវងនោះក្រែងពូទន្ទឹងចាំថ្ងៃអន្សាររបស់គេមែនទេច្បាស់ណាស់ពូមិនចង់ឃើញមកវាដល់ថ្ងៃស្អែកទេតែពូចាំបាច់តែមើលកូនសាសិនពូមិនទុកចិត្តណាទេបើពូមិនបានមើលថែកូនចាត់ចែងរឿងនេះដោយខ្លួនឯងទេនោះពូនឹងឆាប់ត្រឡប់មកវិញក្មួយនៅទីនេះតែបើគេទុកចិត្តមិនបានចង់អាសាច់ចម្លក់ឈាមវាខ្លះក៏ធ្វើទៅតែចំពោះថ្ងៃដែលវាងាប់គឺត្រូវតែមានពូជួយដំណើរវាចេញពីលោកនេះបាទពូចឹងពូឆាប់ត្រឡប់មកវិញតាមដែលធ្វើតែបានផងតែ លោកប៉ានេះប៉ាត្រឹមបានដែរទេវាធ្វើបាបលោកប៉ាមិនឈប់បែបនេះបច្ចេកអាក្រក់នេះពួកអាចចង្រៃ កូនឆោប៉ាស្រេកទឹកណាស់ ពួកអាចកូនបើយើងចេញទៅបានយើងនឹងឲ្យពួកឯងដេកគុកមួយជីវិតពួកឯងសាងកម្មអីវិស្ពេចតែជាតិមកធ្វើអីតែងឡើងប៉ាយើងតែងឡើងតែង បាត់មកទៅស្រីចង្រៃលោកប្រុសសុំចេញចុះ នេះគឺខេវ៉ាលោកខេវ៉ាសុកមកក៏លោកនៅទីនេះបានយ៉ាងម៉េចទេនេះលោកមកជួយខ្ញុំនឹងប៉ាមែនទេ
រមួយកន្លងត្រូវពួកវាចាប់មកដែរមែនទេខេវ៉ាមកកន្លងនៅស្ងៀមចឹងលោកមានលើខ្ញុំសួរដែរទេលោកខេវ៉ា គួនយកសៃម្នាក់នេះទៅទុកនៅផ្ទះរស័យតូចនៅចុងចំការសិនតែបាទអ្នកប្រុសបងនេះមកឲ្យលេង ឡើងតែងខេវ៉ាខ្ញុំសួរថានេះជាស្អីតែងលោកកំពុងតែធ្វើអីកុំប្រាប់ណាថាលោកជាមេខ្លោងរបស់ពួកអន្តពាទាំងនេះហើយបញ្ជាក្នុងរឿងថោកទាបគ្រប់យ៉ាងមកលើគ្រួសាររបស់ខ្ញុំកន្លងមកនោះលោកឆ្លើយតែងឆ្លើយទៅខេវ៉ាហេតុអីក៏បែបនេះហេតុអីតែងលោកត្រូវការជីវិតប៉ារបស់ខ្ញុំមែនទេ មែនបើមែនវាយ៉ាងម៉េចគ្រប់យ៉ាងគឺខ្ញុំជាអ្នកធ្វើនាងខូចចិត្តណាស់មែនទេគេជាអ្នកមានគុណរបស់នាងតែគេជាសត្រូវរបស់ខ្ញុំគួនយកនាងទៅ ឡើងយ៉ាងតែងយើងត្រូវការនិយាយច្បាស់លាស់ខេវ៉ាលោកអាក្រក់ណាស់ខេវ៉ា ខេវ៉ាតាមពិតឯងជាបពុរបស់អាស័យសោះហេតុអីក៏ក្មួយត្រូវមកនៅក្នុងក្រុមមនុស្សទុច្ចរិតបែបនេះខេនឹងខ្ញុំមិនដែលមានកំណត់ជាមួយគ្នាទេខ្ញុំមិនយល់សោះលោកមិនយល់គឺត្រូវហើយថាហេតុអីខ្ញុំនៅក្រុមជាមួយរាជស័យហើយមិនក៏ខ្ញុំត្រូវការជីវិតលោកចាំខ្ញុំជាអ្នកប្រាប់លោកទាំងអស់ លោកមកផ្នែកឲ្យធំមើលឲ្យច្បាស់លោកចាំកំភ្លើងមួយដើមនេះបានទេថាជារបស់ណានោះហើយលោកធ្លាប់ប្រើវាសម្រាប់អ្នកណាខ្លះកាលពី20ឆ្នាំមុននោះហានេះជាកំភ្លើងរបស់ខ្ញុំក្នុងអតីតកាលតាហេតុអីក៏វានៅក្នុងដៃរបស់ក្មួយនៅចងចាំបាត់លោះចុះមេប្រាក់វ៉លលៀនដែលលោកចង់ទៅរួមទាំងមនុស្សពីរនាក់ដែលលោកសម្លាប់គឺលោកពុកធីមម្ចាស់ជំរំម៉ាហ្វៀនិងបងស្រីរបស់ខ្ញុំសន្យាលោកចាប់ដែរទេឆ្លើយមកខ្ញុំយល់ហើយតាមពិតខេជាកូនប្រុសរបស់ធីមនិងសោផនមែនទេស្ដាប់ខ្ញុំណាខេក្មួយកំពុងតែយល់ច្រឡំគ្រប់យ៉ាងចាញ់ក៏ល្បិចបោកប្រាស់អាមនុស្សពីរាជស័យច្បាស់ណាស់ពុកក្មួយដែលស្លាប់នោះគឺដោយសារតែវាម្នាក់គត់តែនេះវាបំភ្លេចការពិតប្រើប្រាស់ក្មួយឲ្យសម្លាប់ពូជំនួសវាតែប៉ុណ្ណោះសំដីចាំមកទៀតថ្ងៃនៅពូសៃនៅជាមួយខ្ញុំរត់ជាមួយខ្ញុំនឹងម៉ែឃើញសពពុកដេកស្លាប់កណ្ដាលព្រៃទាំងមានកំភ្លើងរបស់លោកពូសៃថែមទាំងដឹងច្បាស់ពីចំនួនចុងក្រោយរវាងលោកនិងពុកខ្ញុំទើបធ្វើឲ្យលោកឈានដល់ការសម្លាប់ឪពុកខ្ញុំព្រោះតែប្រាស់មិនបាច់មកដល់សារយករួចខ្លួននោះទេខ្ញុំមិននឹកស្មានថាអារិទ្ធិស័យវាឆ្លៀសໄວក្នុងការប្រើមនោគមវិជ្ជាអាក្រក់បានដល់ម្លឹងសោះខ្ញុំនឹងប្រាប់ក្មួយគ្រប់យ៉ាងទោះមិនធ្វើឲ្យក្មួយពិចារណាជាថ្មីក៏ដោយថ្ងៃដែលពលិបំបែកជំរុំម៉ាហ្វៀព្រោះតែអារិទ្ធិស័យមិនតែប៉ុណ្ណោះវាចាប់អូនស្រីក្មួយចំណិតយកប្រាក់ទាំងអស់ចុងក្រោយក៏គិតនឹងសម្លាប់គ្រប់គ្នាគ្រប់យ៉ាងគឺបែបនេះ ទុកគេកូនផងកូនខ្លាចណាស់ អស់អីហើយកូនកុំចំអីអារិទ្ធិស័យជំរុំរបស់យើងបានទឹកទេហើយមេប្រាក់ការងារលើកចុងក្រោយទាំងអស់ក៏យើងប្រកល់ឲ្យឯងអស់ដែរឯងចង់យ៉ាងម៉េចទៀតគ្រប់យ៉ាងវានៅមិនទាន់គ្រប់គ្រាន់តាមអ្វីដែលយើងចង់បាននោះទេជីវិតឯងយើងចង់បានលើពីអ្វីៗទៅទៀតអាធុងសម្លេះឲ្យកូនទៅចោលទៅកុំឲ្យពលិមកទាន់ម្ចាស់ជំរុំលោកនឹងកូនទៅបានសុខចុះខ្ញុំសុំទោសផងឈប់សិនឯងទេដែលត្រូវងាប់នោះហាអាវងអាចោមកទៀតយើងមិនឲ្យឯងតាមបំផាញ់យើងគ្រប់រឿងបាននោះទេហាងាប់អត់ផុតទេប្រយ័ត្នអាស័យកុំអូយពួកឯងឆាប់បកគលខ្លួនមកកុំរត់ឲ្យសោះហាប៉ូលីសចង្រៃចុះហើយធីមអាធីមប៉ូលីសមកហើយចេញឆាប់ទៅតាពុកអើយពុកឈាមច្រើនណាស់ឈាមលោកពុក មិនប៉ះក៏ហេតុអីក៏រឿងដែរលោកនិយាយខុសគ្នាដាច់ស្លាប់ពីគ្រប់យ៉ាងដែលពូសៃប្រាប់ខ្ញុំបែបនេះខ្ញុំមិនជឿសម្ដីអត់បានការរបស់លោកទេលោកកំពុងតែខ្លាចស្លាប់ហើយដោះសារយកត្រូវម្នាក់ឯងអាក្រក់ណាស់មែនសម្ដីខ្ញុំតែម្នាក់យកជាការមិនបានគឺត្រូវហើយតែមានមនុស្សម្នាក់ទៀតដែលដឹងច្បាស់ដូចជាខ្ញុំហើយគេវ៉ាអាចចូលការពិតគ្រប់យ៉ាងពីគេបាននោះគឺសន្យាប្អូនរបស់ក្មួយដែលជាកាយវិការរស់នៅជាមួយពូសប្តាហ៍ថ្ងៃនេះនេះថាម៉េចកាយវិការជាសន្យាប្អូនខ្ញុំមែនទេតែផ្ដាស់នាងជាក្មួយលោអអ្នកប្រុសខេវ៉ាជួយខ្ញុំផងអូយជួយផងហាកូនមានរឿងអីមិនទៅជាអញ្ចឹងមានអ្នកមករំដោះនាងឈរតាមតបាត់ហើយវត្តកំពុងតែរករបួសណាជួយគេផងទៅលោកប្រុសមិនក៏បែបនេះទុកឲ្យខ្ញុំទៅតាមរកឆោចាស់កូននៅទីនេះជាមួយលោកវងណានាងរួចពីកណ្ដាប់ដៃពូវាហើយនាងឆាប់ចេញពីព្រៃធំនេះហើយរកមធ្យោបាយត្រឡប់ទៅវិញតាមដែលអាចធ្វើបានចុះ
ប៉ុន្តែខ្ញុំទៅចោលលោកប៉ារបស់ខ្ញុំអញមិនទេខ្ញុំរួចខ្លួនតែម្នាក់ឯងមានន័យអីទេបើប៉ារបស់ខ្ញុំត្រូវគេសម្លាប់នោះអត់ទេខ្ញុំត្រូវតែត្រឡប់ទៅវិញទៅជួយគាត់ខ្ញុំមិនទៅទេ នាងទុកចិត្តចុះខ្ញុំនឹងទៅជួយប៉ារបស់នាងខ្ញុំគ្មានពេលច្រើនទេនាងឆាប់ទេ ឈប់សិនខ្ញុំអរគុណអ្នកហើយប៉ុន្តែសម្លេងរបស់អ្នកនោះគឺដូចអេ ខេវ៉ាទៅតាមរកឆតាមិនឃើញក៏ត្រឡប់មកវិញឯផ្ទះដែលខំលោកវងនោះកំពុងតែឆាប់ឆេះយ៉ាងសន្ធោសន្ធៅកូនបានស្លាប់នៅទីនោះឯលោកវងសកលត្រូវបានអ្នកស្រីសាផនរំដោះយកទៅបាននេះយើងកំពុងតែធ្វើខុសឬក៏ត្រូវតែបើកាពិតដោយលោកវងនិយាយយើងត្រូវគេប្រើប្រាស់យើងរស់នៅក្នុងផ្ទះជាមួយសត្រូវដែលសម្រាប់ឪពុកខ្លួនឯងនៅគ្រប់ស្រឡាញ់គេហើយយកព្រមឲ្យសត្រូវយកដៃខ្លួនជាប្រពន្ធទៀតយើងជីបនៅខ្វះជាបុគ្គលពេលងងខ្លាំងយើងជ្រុំជ្រែងតែអំពើអាក្រក់ចង់សម្លាប់នោះល្អដែលគេមើលថែប្អូនយើងដូចជាឪពុកបង្ការហេតុអី